បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះយើងនឹងរៀនគូ Part 3ក្នុង Chapter 5ទាំងអស់គ្នា Part 3មាន feature revolve បាទ revolve 1 revolve 2ហើយយើងមាន plan និង feature មួយទៀតគឺ fillet ចំណែក sketch របស់ Part 3យើងមាន2បាទ sketch 1ហើយនិង sketch 2 derive បើជា sketch ដែលយើងទទួលបានពី sketch ទី1បាទអត់ចាំបាច់គូណាចំណែកឯ tool ដែលយើងប្រើនៅក្នុង sketch មានដូចជា smart dimension បាទយើងអាចមាន circle ឬក៏ប្រើ 3 point arc ក៏បានយើងមាន mirror entity បាទយើងមាន add relation ហើយនៅក្នុង line គឺយើងមាន center line ចំណែកឯនៅក្នុង fillet បាទយើងមាន sketch fillet រីឯ feature របស់យើងមានតែ revolve ហើយនិង fillet បាទចំណែកតកតងជាមួយនឹងtool ដែលថ្មីបាទ tool ថ្មីគឺយើងមាន derive sketch យើងអាចរកបាននៅក្នុង insert បាទប៉ុន្តែដើម្បីយើងអាចមាន sketch ដែលយើង derive មកវា active យើងត្រូវការ select sketch មួយហើយនឹងប្លង់មួយបាទហើយ derive sketch មានន័យថាម៉េចបាទយើងអត់ចង់គូ sketch ដែលយើងមើលឃើញនេះទេបាទយើងអាចចម្លងវាចេញបាទមកពី sketch ដែលមានស្រាប់មកបង្ហាញនៅក្នុងប្លង់មួយទៀតបាទណាចំណែក add relation បាទយើងមានបាទការប្រើប្រាស់ collinear គឺភ្ជាប់បាទហើយ relation រវាងplane ហើយនឹងបាទ center line របស់យើងមួយទៀតដូចគ្នាដែរបាទយើងបង្កើត collinear relation រវាង top plane ហើយនិង center line ផ្ដេកបាទចំណែកឯ shortcut វិញយើងនឹងប្រើ shortcut មួយចំនួនដូចដែលបានឃើញនៅលើ slide នេះចឹងណាបាទហើយយើងមកមើលឯកសាររបស់យើងនៅក្នុង PDF វិញបាទ part 3របស់យើងគឺមានឈ្មោះថា center ball joint ហើយ comment ដែលថ្មីសម្រាប់យើងនៅក្នុង sketch គឺ derive sketches បាទហើយបើយើងមើលចុះមកក្រោមបន្តិចបាទនេះគឺជា review របស់ tool មួយចំនួនដែលយើងបានឃើញដូច slide មុនចំណែកឯ standard យើងប្រើ NC ហើយយើងប្រើຂະຫນាត់ជា inch យើងយកលេខក្រោយក្បៀស3ខ្ទង់បាទបើយើង scroll ចុះមកក្រោមទៀតបាទយើងនៅមានការណែនាំចាប់ផ្ដើមពី step ទី1ទៅបាទរហូតបាទប៉ុន្តែអ្វីដែលយើងត្រូវការឥឡូវនេះគឺជាបាទរូបកុងតួបាទដែលយើងបានឃើញនៅលើ screen អញ្ចឹងហើយយើងអាច capture screen បន្តិចទៅដោយប្រើ snipping tool ដើម្បីយើងទទួលបានបាទហើយ profile ឬក៏កុងតួបាទមានន័យថារាងរបស់ sketch របស់យើងយកទៅដាក់នៅក្នុង SolidWorks ដើម្បីកុំឲ្យយើងពិបាករត់ចុះឡើងបាទយើងចូល SolidWorks បាទ Control New បាទយើងយក Path OK បាទបន្តមកទៀតយើងត្រូវទៅយកបាទយើងត្រូវទៅផ្លាស់ប្ដូរបាទកន្លែង status bar របស់យើងចង់មកផ្លាស់ប្ដូរຂະຫນាត់បាទអូវារៀង load យឺតបន្តិចបាទក្នុងនេះអូខេបាទមើល sketch លើបកត្រឡប់មក SolidWorks យើងយក IPS inch pound second បាទយើងចូល edit document យើងចូលទៅបាទផ្លាស់ប្ដូរ drafting standard មានន័យថា standard គូហើយយើងយក NC បាទអាមេរិកាំងតទៅទៀតយើងយក unit ហើយយើងចង់បានលេខក្រោយក្បៀស3ខ្ទង់យើងចុចកន្លែង length យើងផ្លាស់ប្ដូរបាទលេខក្រោយក្បៀសទៅជា 0.123 ហើយយើងនឹងបានលេខក្រោយក្បៀស3ខ្ទង់បាទឥឡូវយើងត្រូវចូលទៅក្នុង front plane បាទយើង activate sketch បាទឬហើយយើងគូសបាទ center line បាទអញ្ចឹង center line របស់យើងនៅប្រហែលគៀកប៉ុណ្ណេះរត់កាត់គោលតម្រុយបាទហើយប្រវែងប្រហែលជា7 4 inch បាទ 3.8 បាទខ្ញុំមកចុះមកក្រោមខ្ញុំយក midpoint នេះចុះបាទអូខេហើយយើងបង្កើត center line មួយទៀតបាទយើងទុកទៅទីនេះបាទឬហើយយើងអាចបាទខ្ញុំចង់បាន midpoint ខ្ញុំលុប coincident នេះចោលសិនអូខេអញ្ចឹងដើម្បីយើងអាច move point ទៅខាងឆ្វេងស្ដាំក៏បានដែរខ្លាចយើងមិនត្រូវការចំ midpoint អូខេអ្វីដែលយើងត្រូវការបន្តយើងលុបចោលនេះសិនបាទឬហើយបាទយើង control V បាទដើម្បី paste យក sketch ដែលយើងបានscreenshot យកមកពីសៀវភៅអូខេឥឡូវយើងមើល sketch របស់យើងបាទយើងមានកន្លះចិត្តកន្លះកំពង់នេះបាទយើងមាន fillet 1 2 3ហើយយើងមានបន្ទាត់បន្តមកគឺជា line symmetry បាទយើងត្រូវឆ្លោះទៅមួយចំហៀងទៀតដល់មិនបាច់គូណាយើង mirror ហើយនេះគឺជារបស់ revolve center line អូខេ
Chứ như chập đám cu tại mùi trong hiên khang này tế màខ្ញុំរំកិលបន្តនេះទៅខាងស្ដាំបន្តិចបាទដើម្បីឲ្យងាយគូបាទអញ្ចឹងខ្ញុំចង់បានកន្លះក្នុងវងចោះខ្ញុំអត់យក circle នេះបាទខ្ញុំចូលទៅបាទ center point up បាទហើយខ្ញុំស្គាល់បាទ center បាទខ្ញុំស្គាល់ធ្នូខាងចុងបាទបន្តមកទៀតខ្ញុំគូសពាក់កណ្ដាលយកមកបិទនៅត្រឹមនេះអូខេហើយអ្វីដែលយើងអាចគូសបន្ថែមបន្តទៀតគឺយើងចង់ប្រើ line បាទអញ្ចឹងយើងចេញ line ប៉ះជាមួយនឹង center បាទហើយយើងចុះក្រោមបន្តិចនេះបាទបន្តមកទៀតបាទស្តៀងគ្នាជាមួយនឹងរូបមុនដែរបាទយើងមកផាត់ទី1បាទយើងមកយកបាទត្រួតស៊ីគ្នាជាមួយនឹងហើយកន្លះរង្វង់របស់យើងអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តគឺយើងត្រូវការបន្ថែម dimension ឲ្យវាបាទអញ្ចឹងយើងបន្ថែម dimension ទៅកន្លះរង្វង់នេះមុនគេបាទយើងចូលកន្លះរង្វង់ចូលយក smart dimension ចូលកន្លះរង្វង់របស់យើងហើយយើងវាយ smart dimension ចូលគឺចុច368អូខេបាទបន្តមកទៀតយើងបាទត្រូវការបាទខ្ញុំកិលឡើងលើតិចបាទយើងត្រូវការថែម dimension ទៀតបាទអញ្ចឹងយើងឃើញថា dimension ដែលបាទនៅជំហរនេះកម្ពស់ពីក្រោមឡើងទៅគឺចុច125បាទហើយត្រូវជាមួយនឹង line ខាងលើមួយទៀតគឺចុច275អញ្ចឹងយើងដាក់ក្រោមបាទឡើងមកបន្តទី1ចេញមកក្រៅបាទចុច125អូខេបាទបន្តទី2បន្តកណ្ដាលបាទគឺមកខាងក្រៅផុតមកបាទប្រវែងរបស់វាគឺចុច275អូខេឥឡូវយើងបានលើកបន្តនឹងឡើងទៅហើយហើយយើងត្រូវការបន្តគឺទីតាំងរវាងបាទគោលតម្រុយជាមួយនឹងបន្តខាងស្ដាំនេះមួយទៀតគឺទីតាំងរវាងគោលតម្រុយជាមួយនឹងបន្ត center line បាទអញ្ចឹងយើងចាប់គោលតម្រុយមួយមកប៉ះ center line យើងអូសឡើងទៅលើអូខេហើយយើងវាយ 1.25 ចូលបាទបន្តមកទៀតយើងបាទប៉ះបន្តដែលយើងចង់ឲ្យ dimension នេះម្ដងនេះបាទអូខេប៉ះតតបាទបន្តមកទៀតគឺបាទយើងមកប៉ះគោលតម្រុយយើងអូសចុះក្រោមណាអញ្ចឹងនឹងបានប្រវែងប្រឡូតហ្នឹងគឺយើងវាយចុច475អូខេបាទឥឡូវវាមានបាទយើងមើលទៅយើងមើលមានបន្ទាត់នេះនៅពណ៌ខៀវនៅឡើយបាទយើងអាច zoom in ចូលបន្តិចបាទដើម្បីមើលប្រឡោះហ្នឹងបាទហាក់ដូចជាមិនមានទំហំគ្រប់គ្រាន់នេះអូខេបាទយើង escape ចេញពី smart dimension បន្តិចហើយខ្ញុំទៅពិនិត្យមើលបន្ទាត់ហ្នឹងបាទតើហេតុអីបានវានៅពណ៌ខៀវអូខេដោយសារវាមិនមែនជាបន្ទាត់ឈរនៅឡើយបាទអញ្ចឹងយើងអាច select លើបន្ទាត់ហ្នឹងបាទចុចលើវាយើងយកជាបន្ទាត់ឈរអូបាទសូមម្ដងទៀតបាទអូខេ control Z បាទបកត្រឡប់មកវិញបាទខ្ញុំ zoom ចូលបន្ថែមតិចទៀតមើលអូខេហេតុអីបានវាមានបញ្ហាហ្នឹងអូខេបាទអញ្ចឹងយើងប្រើវាជាបន្ទាត់ឈរបើសិនជាយើងប្រើវាជាបន្ទាត់ឈរយើងចុចលើបន្ទាត់យើងយកឈរអូខេយើងចេញក្រៅអត់មានបញ្ហាអីទេណាបាទជាងអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងនឹង trim កន្លែងដែលយើងត្រូវការហើយយើងឲ្យបាទ sketch fillet របស់យើងបាទទាំង3នេះនៅកេមនេះគឺមានកាន់ចុច050បាទខ្ញុំសូម zoom to area ចូលលេខគៀកបាទដើម្បីយើងស្រួលមើលបាទយើង escape ចេញពី zoom ដោយ keyboard escape យើងយក trim entity យក trim power បាទឬហើយយើងចុចកាត់មកដុំនេះបន្តមកទៀតបាទយើងចូលទៅយក sketch fillet បាទគាត់កាន់ចុច05បាទចុច05អូខេឥឡូវយើងទៅរើសយកជ្រុងដែលយើងចង់ធ្វើ fillet បាទជ្រុងកេមទី1បាទយើង click OK ទៅបាទជ្រុងកេមទី2បាទដោយសារហើយពេលដាក់ dimension រវាងបន្ទាត់ហើយនឹងគោលតម្រុយខ្ញុំចាប់ចំហើយmiddle point បាទមាន load សញ្ញាហ្នឹងហើយយើងប៉ះកេមនេះមួយទៀតបាទដើម្បីបញ្ចប់ sketch fillet របស់យើងអូខេបាទឥឡូវយើងបញ្ចប់ sketch fillet ហើយបាទយើងអាចផ្ទៀងផ្ទាត់ទំហំរបស់យើងបានឧទាហរណ៍នេះបាទចេញពី sketch fillet អូខេត
tầm hùng đấy và tiêu và dân rồi này châu kiện tới và bây giờ nghĩ mở để mình xem cái dân ai rồi châu kiện nó là bây giờ nghĩ mở tại ở này cho bây giờ tôi thường to cứ mirror một hàng này ok tại muốn đồng mirror dân nó sau bằng toàn hàng trong một tiết làm bài cúp bàn tệ cả đã chứ nhưng châu từ lái và những trách ở trong cho nó trục xích này mà chơi ra nhà một tí hay mà chơi trong cho nó trục xích này một tiết và chỉ khơi ra nhà những việc trục xích này là về những trật phước cái dương mirror từ mặt hàng tiếp và những chỗ mirror entity mà dương mirror cái chọn mirror vẫn bật tọt mirror báo dương vô bật tọt mới đấy rồi hái và về đây dương trật cá cứ và cái làm vùng bờ dưỡng ok và cái làm vốn và chỉ entity mỗi đây dương trật cho nó không ai select between ta sẽ làm mới về bị ai cho cái ở này between ta sẽ đám và dương cái đọc vô từ bật tọt thành được sai cao là dân chọn bàn ok là biết chọn từ mặt hàng tiếp tầm bấm click ok và nói dân được bán sketch bao dưỡng và chọn từ mặt hàng tiếp cương mirror ok bên này dân lên tất cả screenshot mà nếu dân ai select hay dân chọn delete key và dân vài số F và dân chọn zoom pin dân mở tới riêng là nhiều nhà tích để xảy dân pra mirror với relation nó dân và ở đây dân trật phơ bọn top mà dân rồng và center line này chỉ cô và center line mà không ốp với tới sẽ đam được hot đấy mà bây giờ anh mới khởi nhưng dấu biết phơ chia revolve axis này ok bất tập mấy này chỉ dân hoa dân là tất cả trái mà cái chỉ trong ngày rồi bỏ center line ok dân tục viên là lớn mà anh mở bán mà thì center line dân mình chọn ai về page dân ai ốp mà tầm lẹ tích vào ok đấy bây giờ ai thua tập bán nhưng cho tôi feature nhưng vô river box mà hơi đọc bên đi vì ở đây dương auto thế để xài dương miền center line pi và trên solidworks về nhận đăng thay vô mỗi này chẳng dương cho check nó axis revolution là dương mở center line của đây và lỡ với vùng vào là dương hai mông này vùng vào trong mấy cứ bay rồi hóc sắp được đấy và hãy lỡ dương bán revolve muối dương tất cả bằng top cứ và dương tất cả plong cả đà này mùi này làm bấy và dương ách vô sketch nó nóng và revolve thì muối này và vô mà đã nó nóng plong cả đà trong cả đà tại một dương thơ bài đồ bán dương tất cả bằng cả plong mùi tiệt vàในtrong cả đà bộ plong front bây giờ này dương mình chẳng tới khơi mà plong thấp nhưng mà khơi chẳng hay trong này plong sẽ đáp nhưng mà tới khơi nó tròn mà cặp này để giờ nó bẹt cả đà cho nên tất cả plong thấp mấy rút cắt trong cần đá và revolve và đòi trong cần đá và đòi revolve dương ai cho từ khung và trách như lời right plan hay được không feature strap này mà hay dương vô rồi plan mà bắt đầu mà tiết và dương chọn đã đặt plan ấy trong ngày và môi cho một phải bám bí plong right plan offset ở về và đồng cỡ màu kháng làm chẳng bơ sinh chỉ dương hơi chụp ok mà dương bằng cả bản plong thay mới ở trong một tháng plan one ấy mà solidworks register plan thay mới dương hay hãy mình dương đang tha đồng cỡ mặt vì trong ngày vì plong đàm right plan môi cho một phải bám và dương khơi nó không sketch nữa mà dương ai mới khơi bản đấy mà từ trong ngày bị cô đầm rối để dương vô chụp cô đầm rối nó cứ vị trí tí tăng cái line để plong chụp này bên này thá cái line đá front right top chụp này mà chẳng bây giờ trong bàn right plan một tiết cứ dân tự động cơ mà trong cái đá đấy right plan để trong cái đá dân tự động cơ và dân tự offset cứ trong ngày mũi trách mà phải bàn này ok là dân bàn plan tìm mũi vậy thì dân tự thua mình tốt dân trong trùm long sketch tìm mũi mà cho không plan tìm mũi và dân select hay dân control select sketch one control mà select plan oneต่อมาយើងឃើញថាយើងអាចបញ្ចូលវាមើលនៅក្នុងបើយើងចូលក្នុង insert សំដៅក្នុង insert ដែលយើងជ្រើសមកក្រោមនេះគឺយើងយក derive sketch បាទឥឡូវយើងឃើញទេ derive sketch load មកភ្លាមបាទពិតជាអស្ចារ្យមែនបាទ load derive sketch ចេញមកឲ្យយើងដោយយើងអត់ចាំបាច់ហើយគូសោះណាបាទ
Vậy thìត្រូវធ្វើបន្ទាប់យើងឃើញថា design sketch របស់យើងវានៅមានពណ៌ខៀវនៅឡើយយើងត្រូវការឲ្យវាមានរាងជាពណ៌ខ្មៅបាទអញ្ចឹងអានេះយើងត្រូវ fix បាទ correlation collinear រវាងបាទអរបស់វាបាទឲ្យវានៅត្រួតជាមួយនឹងបាទ top plane បាទអូខេអញ្ចឹងយើងចូលទៅក្នុង add relation តមកទៀតយើងរើសយកបាទ ax បាទហើយយើងរើសយក top plane នេះបើមិនទាន់រើសទេយើងរើសយកភ្លាមណាហើយយើងយក collinear បាទចំណែកឯមួយទៀតបាទដែលយើងត្រូវការ add relation បាទមួយទៀតបាទយើងត្រូវការបាទ ax បាទនេះបាទយើងត្រូវការបន្ទាត់ប្រឈរនេះបាទ center line ប្រឈរយើងលុបវាចេញយើងអត់ត្រូវការបាទ line ទី1ក៏យើងអត់ត្រូវការតែយើងត្រូវការ line ទី4បាទយើងមើលប្លង់បាទ1 2 3បាទអូខេហើយយើងចង់ឲ្យប្លង់បាទយើងចង់ឲ្យប្លង់ទី1បាទ collinear ជាមួយនឹងបន្ទាត់ទី4បាទគឺនៅត្រួតស៊ីគ្នាជាមួយនឹងបន្ទាត់បាទអូខេបាទយើងនៅសល់យើងនៅសល់ sketch មួយចំហៀងនេះបាទបើសិនជាយើងយកវាមកដាក់នៅលើ top plane បាទតែវាមានរយការឡើងបាទអត់ទេអូខេឥឡូវយើងបាន sketch បាទយើងបាន define ត្រឹមតែហើយយើងបាន define ត្រឹមតែបន្ទាប់មួយនេះពណ៌ខ្មៅណាបាទអញ្ចឹងយើងនៅខ្វះ sketch ទាំងមូលបាទយើងត្រឡប់មកមើលឯកសារបន្តិចបាទខ្ញុំភ្លេច suggestion មកគេបាទគេឲ្យយើងបាទយក front plane collinear ជាមួយនឹង center line ខាងបាទខាងកណ្ដាលនេះអូខេបាទ front plane អូខេចូល add relation បាទ add relation បាទយើងយក front plane បាទយើងរើសអូខេត្រូវបាទ front plane អញ្ចឹង line របស់យើងកណ្ដាលនេះគឺទៅនៅចំជាមួយ front plane បាទត្រួតស៊ីគ្នា collinear អូខេឥឡូវយើងបានទំហំរបស់យើងគឺ well defined ទាំងអស់នេះបាទអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតបាទគឺយើងគ្រាន់តែចូលក្នុង feature បាទយើងចូល revolve អូខេហើយយើងរើសយក center of បាទ axial revolution មួយនេះហើយយើង click OK នេះបាទកិច្ចការដែលយើងត្រូវធ្វើបន្ទាប់បាទគឺតាក់ទងជាមួយនឹង fillet នេះអូខេ fillet ណាគឺ fillet បាទ game ទាំងពីរនេះបាទហើយមានកម្ម 0.1 inch អូខេបាទយើងយកយើងចូលទៅយក feature បាទហើយ fillet បាទយើងវាយកម្មរបស់ fillet ចូលសិន 0.1 មានស្រេចហើយយើងចុចក្នុងប្រអប់ item to fillet ហើយយើងមករើសយកបាទ game នេះមួយបាទហើយយើងចុច game នេះមួយទៀតមកបាទអញ្ចឹងវា select មកជុំ automatic យើង click OK បាទឥឡូវយើងមកមើលបាទការផាត់ពណ៌របស់យើងបន្តិចសិនបាទដើម្បីឲ្យងាយបែងចែកអូខេអញ្ចឹងយកទី1បាទ revolve ទី1ពណ៌រាងស្វាយស្ដើង revolve ទី2បៃតងស្ដើងហើយនិង revolve ទី3គឺទឹកក្រូចស្ដើងណាបាទ revolve ទី1បាទបៃតងស្ដើងយើងចូលទៅក្នុង edit appearance វា load color មកឲ្យយើងបាទអញ្ចឹងយើងចាប់ផ្ដើមយកបៃតងស្ដើងអូខេបាទយើងយកបាទយើងមើល revolve ទី2 right click យក appearance បាទ revolve 2ហើយយើងផាត់ពណ៌យកបាទយើងថាផាត់ពណ៌យកអីមិញលឿងស្ដើងអូខេសុំមួយទៀតអូខេបាទពណ៌ស្វាយស្ដើងនិងបៃតងស្ដើងអូខេបាទចឹងក្នុងនេះយើងអាចយកបៃតងស្ដើងអូខេទី1ខ្ញុំឆ្លាស់ពណ៌ឡើងតិចវិញអូខេ edit appearance បាទយើងចូលមកក្នុងនេះបាទយើងយកបាទ edit appearance យើងដូរទៅពណ៌ស្វាយស្ដើងនេះអូខេបាទបន្តមកទៀតយើងនៅសល់ fillet អូខេយើងចូល edit appearance right click មកវា right click លើវាយក edit appearance យើងចូល fillet បាទពណ៌របស់យើងគឺទឹកក្រូចស្ដើងបន្តិចនេះបាទអញ្ចឹងយើងអាចយកជំហានខាងនេះយើង click OK បាទ
rồi hỏi dương ai sale part bao giờ bạn nó dương complete sale part bao giờ mà chẳng người part 3 chọc tại phần ở con tràn